Lục ơi, phượng che về rằng nâng cùng tay mà toàn tích mong cô rồi tao rút tao tiêu lên mà ơi mà vùng tao ơi nó proi priệt ថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាសកម្មភាពដំណើរផ្សងព្រេង4យប់5ថ្ងៃដែលខ្ញុំបាទបានធ្វើដំណើរពីខ្មែរក្រោមឆ្ពោះទៅភ្នំជីជីកត្បូងដែលមានទីតាំងសន្តិដ្ឋនៅទឹកដីខេត្តកំពង់ធំហើយពិសេសនៅក្នុងសកម្មភាពវីដេអូថ្ងៃនេះផងដែរខ្ញុំបាទក៏ចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនបានឃើញបានដឹងពីការរកត្បូងថាយើងត្រូវមើលរ៉ែយ៉ាងណាបានដឹងថាកន្លែងនឹងមានត្បូងហើយក្នុងការស្វែងរកកន្លែងជីកយូរថ្ងៃទៅយើងមានជួបការលំបាកអ្វីខ្លះហើយបានផលតិចឬក៏ច្រើនបាទហើយឥឡូវមិនឲ្យខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមខ្ញុំមកទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាទរៀបចំចេញដំណើរពីផ្ទះនៅខ្មែរក្រោមនិយាយពីថាស៊ូខ្ញុំបាទអីវ៉ាន់ពេញបឹបទៀតហើយក៏ធ្វើដំណើរចេញទៅមួយផ្លែតប្រហែលជា20គីឡូដីក៏មកដល់ព្រំដែនវៃត្រាប៉ាសពតឲ្យរួចបានបន្តដំណើរចេញទៅមុខទៀតបងប្អូនបាទហើយចេញទៅថ្ងៃនឹងឆ្ងាយគួរសមដែរបងប្អូនបាទចម្ងាយប្រហែលជា200គីឡូដីជាងហើយជិះម៉ូតូប្រហែលជា2-3ម៉ោងឥឡូវក៏បានមកឆ្លងសាឡាងនៅកកតបងប្អូនបាទនៅទឹកដីខេត្តក្រចេះហើយបន្តចេញដំណើរមកដល់មុខទៀតខែនេះនិយាយពីថាមេឃឡើងក្តៅហែងតែម្ដងបងប្អូនហើយខ្ញុំក៏រៀបទិញសាំងរៀងហើយលើកមុនអស់សាំងអញ្ចឹងយើងត្រូវទិញសាំងសគួរតាមខ្លួនហើយនិយាយពីរឿងផ្លូវវិញបងប្អូនបាទធ្វើដំណើរខែនេះវាក្តៅមែនតែធូរមួយយ៉ាងដែលអត់សូវមានទឹកមានផុកអូផ្លូវនេះបើថាខែភាសាវិញបាច់ទេបងប្អូនហើយនិយាយពីថាផុកក៏ផុកហើយល្អិលក៏ល្អិលតំបន់ខ្លះទៅយើងមើលទៅឃើញទឹកមានណាដល់ពេលចុះទៅនេះចំណុចខាងនឹងឯងខ្ញុំដួលបាសជើងចងាងអាវៈមុននឹងរឿងគ្រប់យ៉ាងដែលបណ្ដាលឲ្យខ្ញុំដួលម៉ូតូនេះក៏ព្រោះតែជិះម៉ូតូដៃមកជាហៀងថតតែលើអត់រៀងទេបងប្អូនបាទព្រោះតែយើងឃើញថាអត់មានទឹកទេបានហ៊ានកាន់ទូរស័ព្ទហើយជិះមកដល់មុខដំណើរដំណាំបងប្អូនបាទចន្ទទីឃើញថាផ្កាល្អមែនតែនជិះទៅមុខចិត្តដល់ភូមិក៏ជួបបងពូគាត់កំពុងតែនឹងធ្វើស្ពានព្រោះឲ្យមានដើមការអញ្ចឹងឡានទៅរួចទេគេមានតែតម្លាក់តុកកៅអីនៅនឹងហើយខ្ញុំគាត់បានជួយគាត់ដែរហើយក៏បន្តដំណើររហូតចេញមកដល់ខាងផ្ទះអ៊ំប៉ាម៉ាក់ភក្តីមកដល់នឹងមិនក៏សៀលល្មមចាំបាក់សើងណៃខ្វាំងបាក់សើងanh đang chơi anh ra ra anh mang cái chơi hả ủa sao nay không nói tiếng Việt vậy ồ quay video cho người Việt Nam thì không trả lời bằng tiếng Việt nha anh nó khăn bích ខូចមែនខ្ញុំនេះគ្រាន់តែមកដល់ភ្លាមក៏និយាយភាសាវៀតណាមនឹងអ៊ំប៉ិនពីមុនគាត់ចេះភាសាវៀតណាមដែរដល់ពេលខ្ញុំនិយាយអញ្ចឹងមើលគាត់តភាសាវៀតណាមអត់គាត់ធ្វើតែអត់ចេះហើយបន្តមកដល់ថ្ងៃក្រោយទៅក៏ពីអ្នកអ៊ំក្មួយនាំគ្នាទៅរកជីកត្បូងមានស្បែងមានចបអីប្រដាប់ប្រដាសម្ភារៈគ្រប់អញ្ចឹងទៅហើយម៉ូតូខ្ញុំនឹងគាត់នេះត្រូវគ្នាហ្មងបងប្អូនហើយបាទគិតទៅអាស៊ូខ្ញុំរាប់100000គីឡូហើយបងប្អូនទៅដល់ណាក៏ដល់ដែរបងប្អូនបាទឥឡូវមកដល់ដៅតាមរៀបខែងអ៊ំជីកមុន2-3ថ្ងៃហើយដីលើចុះដើម្បីយើងជីកទៅមុខទៀតបើចេះតែខាញ់ទៅមុខនឹងបាក់ហើយមកដល់ទីតាំងភ្លាមបងប្អូនបាទពីអ្នកអ៊ំក្មួយអ្នកកាប់ដីទៅក៏កាប់ហើយអ្នកកាយជោគដីនឹងក៏ជោគទៅហើយតើនេះក៏មិនធ្វើជាឆ្ងាយពីផ្ទះប្រហែលដែរបងប្អូនបាទមានចម្ងាយប្រហែលជា1គីឡូដីទេអ៊ំគាត់មកជីកមុនខ្ញុំប្រហែលថ្ងៃហើយដល់ពេលខ្ញុំមកដល់ទៅក៏នាំខ្ញុំទៅពីអ្នកអ៊ំក្មួយអញ្ចឹងទៅនិយាយពីថាមេឃវិញទៅជាក់មែនតើបងប្អូនបាទកាប់កាយបែកញើសជោគខ្លួនទីបំផុតទៅក៏បានឃើញត្បូងហើយបាទពណ៌បែកអស់មកខ្ញុំដាក់ជំនាញផងផ្លឹបជីកមួយថ្ងៃចិត្តតល្ងាចហើយបានមកក្របមាញ់នឹងបងប្អូនហើយនិយាយពីថាសបាយអដល់ពេលយកមកមើលមានណាអត់មានសល់សាច់សោះត្បូងសលាយស្វាយហើយវាបែកអស់ខ្ទេចហើយពីអ្នកអ៊ំក្មួយនៅតែបន្តការជីកអញ្ចឹងទៅហើយកាត់មកដល់ពេលល្ងាចទៅក៏អត់មានបានអីទេបងប្អូនថ្ងៃនឹងបាទកាត់មកដល់ថ្ងៃទី2ចេញដំណើរទៅថ្ងៃនេះទិញភេសជ្ជៈតាមតិចតួចពីអ្នកអ៊ំក្មួយចងគោឲ្យរួចហើយក៏បន្តចេញទៅរកជីកទៀតបងប្អូនបាទអញ្ចឹងឯងការជីកត្បូងមិនមែនថាឲ្យតែយើងជីកទៅបានទេពេលខ្លះទៅ10ថ្ងៃកន្លះខែអត់បានមកក្របក៏មានដែរបងប្អូនបាទអញ្ចឹងឯងយើងតតែតស៊ូឲ្យតាមមើលរ៉ែនិយាយរួមទៅតម្រាំទៅនឹងបានត្បូងស្អាតសល់សាច់មកក្របនឹងគឺមិនងាយទេបងប្អូនបាទហើយកន្លែងខ្លះយើងប្រើតែកម្លាំងធម្មតាក៏ធ្វើមិនចេញទេតតែមានកលៈមានអីទៀតដូចចំណុចនេះជាដើមបងប្អូនបាទជាប់ថ្មនឹងតយើងខែងហើយយកកលៈមកចងអូសចេញបានចេញបើថាយើងប្រើតែស្បែកនឹងជាប់គឺមិនងាយទេព្រោះឯថ្មធំហើយធ្ងន់ណាស់ចេញបាត់ចម្រៀងមកដាក់យ៉ាងទៅកុំគង់យកកាន់ដៃបាន giờ này anh ở đâu mình cũng hoa tuyến biết đâu giờ này anh ở đâu đồng đế
ឈានមកដល់ថ្ងៃទី2នេះបងប្អូនបាទជីកឡើងជាងមួយកណាត់ថ្ងៃហើយមិនទាន់ឃើញបានអីមកគ្រាប់ទេអ៊ំគាត់ហត់ផងគាត់ចេះតែច្រៀងប្រឡប់ទៅអីច្រៀងបទវៀតណាមអីណានៃទៀតគាត់ទេប៉ិនមែនអ៊ំបាទច្រៀងមានណាហេងជុលវិញបងប្អូនបាទបានត្បូងមកគ្រាប់តែមិនដឹងថាសល់សាច់ឬក៏អត់ទេតោះតែយើងយកទៅលាងបន្មើច្បាស់បើនៅជាប់ដីអញ្ចឹងមើលអត់សូវដឹងទេបើវាអត់ជាប់ដីមិនយើងមើលច្បាស់ហើយនេះបងប្អូនបាទប្រភេទរ៉ែហើយវារៀងក្តាំងហ្មងដីនិយាយវាថារឹងមែនតើហើយនៅថ្មនឹងមានធ្វើអីចេញតម្រាំតែនឹងខែងថ្មនឹងចេញទៅបានយើងអាចនឹងជីករ៉ែនៅក្រោមនឹងទៀតហើយពីនេះអ៊ំក្មួយក៏បន្តបាទកាប់ទៀតហើយបងប្អូននិយាយពីថាថ្មមួយដុំនេះរៀងតឹងតិចហើយតែតឹងយ៉ាងណាក៏ខំប្រឹងធ្វើចេញថ្មនឹងដែរបងប្អូនបាទព្រោះអីក្តីសង្ឃឹមនៅក្រោមថ្មនឹងឯងមានរ៉ែចាក់ចូលនៅក្រោមថ្មនឹងច្រើនមែនតើហើយដល់ទាញមានណាទាញអត់ចេញទៀតបងប្អូនឲ្យមកខែងដីទៀតហើយកលាក់យើងកលាក់3តោននៅទាញអត់ចេញវាជប់ជាមួយនឹងដីអីមើលសល់សាច់ដែរចូលមកដល់ថ្ងៃទី2នេះដោយរៀងហេងជាងថ្ងៃទី1បងប្អូនបាទគ្រាន់បានពណ៌ឲ្យខ្លះប៉ុនយើងតន់លាងឲ្យច្បាស់អញ្ចឹងមើលទៅអត់ដឹងថាវាសល់សាច់ប្រហែលទេតើលាងឲ្យអស់ដីនឹងឲ្យយកពិលចាក់មើលទៀតមិនដឹងថាសល់សាច់ប៉ុនមើលពីចម្ងាយមើលពីចម្ងាយច្រឡំបាទមើលពីក្រៅទៅឃើញថាស្អាតដែរបងប្អូនបាទហើយកលាក់យើងមានណាទាញគៀបឲ្យកលាក់នេះទៀតចូលនឹងទៀតបងប្អូនបាទគៀបច្បាក់ដល់អញ្ចឹងទៅសម្រាប់ថ្ងៃទី2ហ្នឹងបាទហើយក៏សូមណែនាំសាប៊ូក្លិនកាន់ទៅដល់ពុកម៉ែបងប្អូនកំពុងតែទស្សនាសាប៊ូក្លិនសម្រាប់សក់អង្កែបរោះជួយថែរក្សាសុខភាពសក់និងស្បែកក្បាលអាចកម្ចាត់អង្កែយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់ស្រស់ស្អាតនិងរឹងមាំផ្ដល់ភាពត្រជាក់ពីសារធាតុម៉ង់តុលដើម្បីកាត់បន្ថយការរលាកស្បែកក្បាលនិងស្រស់ស្រាយហើយក៏បានផលិតពីស្នាដៃកូនខ្មែរផងដែរចំពោះខ្ញុំជាមួយនឹងក្រុមការងារឧស្សាហ៍ទៅព្រៃតែងតែបែកញើសក្បាលកាត់អង្កែដល់ពេលប្រើប្រាស់ទៅឃើញថាមានប្រសិទ្ធភាពល្អមែនតើបងប្អូនបាទអញ្ចឹងហើយចំពោះខ្ញុំបាទប្រើផ្ទាល់ឃើញថាល្អបានណែនាំទៅដល់ពុកម៉ែបងប្អូនប្រើប្រាស់ហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនយើងបាទជួយគ្រប់គ្រងស្នាដៃកូនខ្មែរយើងល្អឲ្យបានច្រើនឡើងផងបាទកាន់មកដល់ថ្ងៃទី3យកកលាក់5តោនទៅទៀតបងប្អូនបាទចាំមើលថាទាញចេញអត់ថ្មនឹងហើយអធិស្ឋានផងបងប្អូនហើយចំពោះការបញ្ចូលសលេងខ្ញុំមកបញ្ចូលនៅអ៊ីវីលនេះរៀងខ្យល់លាន់សលេងតិចហើយតែក្នុងការបញ្ចូលសលេងវីដេអូថ្ងៃនេះពិតជាសំណាងហើយមានន័យណាបងប្អូនបាទហេតុអីបានខ្ញុំថាសំណាងត្រង់ថាការខ្ញុំទៅបញ្ចូលសលេងនេះឯងបានមកឃើញកន្លែងវាលបងប្អូនហើយមិនដឹងថាអ្នកណាអីអាក្រក់ចុះមកដុតឆេះព្រៃវាលស្មៅពេញនឹងហើយគោអ៊ំគាត់យកមកចងនឹងកុំតែខ្ញុំមកតន់នឹងគ្មានទេឆេះគោមិនដឹងរត់ទៅណាទៅណីរួចទេបើគាត់ចងចំណងទៅនឹងគល់ឈើហើយកុំមកតន់ចាប់មកគោទៅរត់ឲ្យលឿនកោណាពូមកចូលស្បែកយ៉ាងណាពូរៀបថាទៅបញ្ចូលសលេងនៅដាទៅរត់ទៅទៀតឲ្យលឿនមកឲ្យមកវងទៅឲ្យនោះប្រុយព្រាតមកខោឲ្យលឿនទៅមើលណាចឹងយ៉ាងហ្នឹងកុំឲ្យចាប់បដោយចងពេញនឹងលោកអើយលោកនោះមើលឆេះអូយទៅចកាកាន់តែហ៊ុនមិននោះអាឡ័យតែនិយាយពីរឿងគោប៊ីទៅភ្លេចសាច់រឿងខ្លួនឯងថាកំពុងតែនឹងជីកត្បូងបងប្អូនបាទឥឡូវចូលមកដល់ថ្ងៃទី3នេះយកកលាក់5តោនមកឃើញថាអូសប្រុយបាទថ្មឡើងជាប់ហើយតែប៉ុណ្ណឹងមានសង្ឃឹមហើយចេញបានថ្មហ្នឹងយើងមានកន្លែងជីកហើយរ៉ែស្អាតមែនតើបងប្អូននៅក្រោមនេះបាទអញ្ចឹងហើយពុកម៉ែបងប្អូនបាទកុំអាលរំលងចាំមើលថាក្នុងថ្ងៃទី3នេះមើលថាបានត្បូងស្អាតប្រមាណគ្រាប់ដែរបងប្អូនបាទព្រោះអីនេះក៏ជាថ្ងៃបញ្ចប់ដែលខ្ញុំជីកនឹងអ៊ំដែរនិយាយមិនតនឹងផុតមាត់ផងបងប្អូនបាទមកគ្រាប់នេះឡើងខ្មៅក្រឹបពេលវានៅប្រឡាក់ដីអញ្ចឹងដល់ពេលលៀងទៅមកគ្រាប់នេះតាមតែខ្ញុំឆ្នាំបាទនៅសល់សាច់បងប្អូនហើយនេះមកគ្រាប់ទៀតហើយប៉ុនមកគ្រាប់នេះរៀងទូចល្មមទេប៉ុនក៏ពណ៌ស្អាតដែរបងប្អូនបាទឲ្យតែមានពណ៌អញ្ចឹងនិយាយរួមទៅសង្ឃឹមហើយចំពោះត្បូងពណ៌នេះយើងជីកទៅវានៅក្នុងដីគឺយើងមើលទៅឃើញខ្មៅក្រឹបតែម្ដងបងប្អូនបាទបើថាពណ៌សហ្នឹងឃើញខ្មៅល្មមបងប្អូនបាទតើលៀងសិនមិនច្បាស់យោ
គ្រាន់តែអង្គុយបញ្ចូលសលេងមើលវីដេអូវិញក៏ហត់ដែរបងប្អូនបាទអូនិយាយរួមទៅមិនមែនស្រួលទេបងប្អូនដូចខ្ញុំនិយាយហើយនិយាយទៀតអញ្ចឹងបន្តការជីកនេះមកដល់មុខបានមកគ្រាប់ទៀតបងប្អូនបាទប៉ុន្តែគិតទៅលទ្ធផល3ថ្ងៃនេះបានក្រាស់ក្រែលដែរបងប្អូនហើយទោះបីជាវាមិនបានគ្រាប់លាត់ធំនេះបងប្អូនបាទបានមកគ្រាប់នេះទៀតក៏ពណ៌ស្វាយដែរឃើញថាលទ្ធផលជីក3ថ្ងៃនឹងបានក្រាស់ក្រែលដែរបងប្អូនបាទនេះបានប្រហែលជា10 20គ្រាប់ប៉ុន្តែមិនមែនថាគ្រាប់ណាក៏សល់សាច់ទេបងប្អូនបាទបើវគ្គមុននោះអូខ្ញុំជីកឡើង2ខែកុំឲ្យទៅបានអីដល់ពេលមកដល់ផ្ទះយើងយកមកលាងឲ្យចេញដីចេញឲ្យស្អាតអញ្ចឹងទៅបងប្អូនបាទហើយយើងយកពិលចាក់ទៅដឹងថាសាច់វានៅឬក៏មិននៅហើយអានេះនៅសល់សាច់ទូចមែនតើបងប្អូនបាទដល់ពេលមើលទៅអាខ្លះនេះពណ៌ប្រេងម៉ាស៊ីនក៏មានហើយយើងលាងទៅអញ្ចឹងមិនឃើញថាពណ៌ស្វាយវារៀងដិតបងប្អូនបាទហើយនេះបងប្អូនបាទលទ្ធផលជីក3ថ្ងៃដល់ពេលលាងទៅបានប៉ុណ្ណឹងបងប្អូនបាទប្រហែលជា10គ្រាប់ប៉ុនក្នុង10គ្រាប់ហ្នឹងអត់មែនថាគ្រាប់ណាក៏សល់សាច់ទាំងអស់ទេដល់ពេលខ្ញុំយកទៅឲ្យជាងគាត់ច្នៃបាន3គ្រាប់បងប្អូនហើយនិយាយពីថាក្នុង3គ្រាប់ហ្នឹងពណ៌ពេញស្អាតតែម្ដងបងប្អូនហើយគ្រាន់តែថាអត់សូវបានធំសេរីពី10ការ៉ាតមកវិញបងប្អូនបាទច្នៃបានមុខបេះដូង1គ្រាប់ជាមួយនឹងមុខក្រែ2គ្រាប់ហើយមើលពីក្រៅទៅឃើញរាងស្អាតហ្នឹងដោយសារតែដៃខ្ញុំប្រឡាក់ដីទេបងប្អូនបាទពេលលូកទៅក៏វាប្រឡាក់ដល់ពេលយើងយកទឹកអាកុលលាងទៅគឺស្អាតឆេញហើយបងប្អូនបាទអញ្ចឹងបើមានពុកម៉ែបងប្អូនត្រូវការអាចតាក់ទងមកតាមរយៈលេខដែលខ្ញុំដាក់នៅក្រោមខមមិនបានឬក៏ឆាតចូល page ក៏បានដែរពុកម៉ែបងប្អូនបាទហើយចំពោះសកម្មភាពវីដេអូខ្ញុំបាទថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់ដែរហើយក៏សូមអរគុណកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅសកម្មភាពវីដេអូក្រោយទៀត